គ្រូជំនាញសួរមួយបងប្អូនគ្នានេះខ្ញុំមានខោប្រភេទសាច់កគេជាកៅស៊ូជើងរកកប៉ៅ6ចុះស្ទងបងហើយប្រភេទសាច់នេះក៏ต้อง100នេះស្អាតមែនតើពណ៌មានច្រើនមែនតើមានខ្មៅមានទឹកបិចចាស់ទឹកបិចខៀវមានផាសមានពណ៌រាងក្បោះគោពណ៌នេះគេហើយពណ៌រាងភ្លឺបន្តិចអានេះរាងចាស់បន្តិចពណ៌ស្បល់ឡឹកពណ៌នេះពណ៌រាងក្បោះប្រមាស់ថែរម៉ៅហើយពណ៌លើនេះពណ៌ទឹកដោះគោនេះពណ៌ស្ករនេះស្អាតមែនតើណាហ្នឹងហើយអានេះសារយើងយកមកយើងដាក់តាំងទៅយកបានអត់បើសិនជាយើងបោកហើយអត់ស្អាតមែនតើសាច់វាហើយប្រភេទនេះគឺសាច់វាក្រាស់ហើយយឺតតិចណាបងណាហើយភ្នែកដីស្អាតមែនតើកប៉ៅហៀងនេះកប៉ៅ6ណាកប៉ៅយ៉ាងហៀងនេះម៉ូតកប៉ៅគេណាមើលបងម៉ូតកប៉ៅគេណាកប៉ៅយ៉ាងហៀងហើយនេះកប៉ៅគឺខាងមុខកប៉ៅខាងមុខណាកប៉ៅខាងមុខហើយកប៉ៅខាងក្រោយគឺមានលើដូចគ្នាកប៉ៅជ្រៅដូចគ្នាសងខាងខាងនេះដូចគ្នានេះគឺជើងរឹបជើងហើយចកេះវិញគឺមានរឺតណាបាទចកេះមានរឺតហើយយើងមានខ្សែនេះសម្រាប់បិទបើសិនរៀងអាលងរៀងអីគឺយើងអាចបិទបានកេះកស៊ូហ្នឹងប្រភេទនេះគឺប្រភេទចកេះកស៊ូបាទចកេះកស៊ូមានរឺតមានខ្សែរឹតហើយជើងរឹបណាកប៉ៅ6ណាកប៉ៅ6បាទហើយពណ៌យើងមានពណ៌ស្នេហ៍ឲ្យទៅច្រើនតែចកេះយើងមានពី29ដល់36ពាក់បាន2គីឡូ45ដល់គីឡូ9ណាបងចកេះវាគឺយឺតអញ្ចឹងសម្រាប់បងដែលគាត់បោះពុះធំគាត់ពិបាកស្លៀកខោដែលប្រើកឹបលែវអីខ្លាច់តឹងអីប្រើនេះទៅយឺតស្រួលអង្គុយស្រួលបាត់ជើងបាត់អីហើយសាច់យកពេលសាច់គីយឺតទៀតអញ្ចឹងយើងអង្គុយយើងរៀងទឹកបាពួយក៏អត់ពិបាកខ្លាច់ទៅដែរព្រោះសារមានរឺតមានលែវមានខ្សែទៀតហើយសម្រាប់បងដែលគាត់ថាខ្លាចលងក៏អត់អីដែរតែសារយើងមានលែវហើយយើងមានខ្សែសម្រាប់ទាញទឹកទៀតហ្នឹងហើយស័ក្តិសមមែនតើសម្រាប់ការពាក់ដំណើរកម្សាន្តឡើងភ្នំឡើងអីដើរលេងនៅផ្ទះក៏បានដែរអរគុណជំរាបលា